video ní admin trong bà hành bị ca đồ tật nắm á ấy tật nắm riếu tật nắm xin tại vì tật nắm riếu giống admin trong đồ vì một chữ tật nắm khắp vĩnh nè này pigment ink zone 5 6 zone 5 per giống bộ lấy câu zone 5 6 rồi zone 5 per việc rơi chỉ mỗi epson R185 rồi R850năngอดបញ្ហាតែសំខាន់យើងអត់អាចយកទឹកថ្នាំខាប់ហ្នឹងមកចាក់លាយជាមួយម៉ាស៊ីនយើងដែលប្រើទឹកថ្នាំរាវទេទឹកថ្នាំពីរប្រភេទហ្នឹងអត់អាចលាយគ្នាបានទេអញ្ចឹងអ្វីយើងត្រូវធ្វើយើងបូមចេញបូមទឹកថ្នាំចាស់យើងឲ្យចេញឲ្យអស់សិនណាឲ្យអស់ពីម៉ាស៊ីនសិនបានយើងអាចដាក់ចាក់ទឹកថ្នាំខាប់ចូលបានអូខេអញ្ចឹងវីដេអូនេះអត់មានធ្វើងាយទេអត់ឲ្យញ៉ៃច្រើនទេមិនបាច់ដោះគ្រឿងដោះក្រៅច្រើនទេគ្រាន់ថាអ្វីយើងត្រូវមានហ្នឹងគឺសារ៉ាងយោនេះមានវាមានស្រាប់វែងអញ្ចឹងពិតខ្លីក៏បានវែងក៏បានមកល្មមទៅបានហើយទីតាំងដែលយើងត្រូវដោះបូមចេញហ្នឹងគឺកន្លែងនេះដោះកំប៉ុងទឹកថ្នាំកាកសំណល់ចេញមកដោះអាហ្នឹងចេញពីម៉ាស៊ីនមកហើយកុំភ្លេចបិទម៉ាស៊ីនណាបិទដកភ្លើងដកអីចេញអស់ទៅដកខ្សែភ្លើងដកអីកុំបើកម៉ាស៊ីនហើយនេះនៅកន្លែងហ្នឹងវានេះខាងក្នុងហ្នឹងដឹងមើលឃើញអត់មានបើក flash បន្តិចនេះតែយោសម្រាប់បង្ហូរចេញទឹកថ្នាំកាកសំណល់តែកន្លែងហ្នឹងក៏យើងអាចបូមទឹកថ្នាំចេញមកដែរអញ្ចឹងទឹកថ្នាំបូមចេញពីហ្នឹងទៅព្រោះសារក្បាលព្រីនវានៅលើកន្លែងបញ្ចេញទឹកថ្នាំអញ្ចឹងយើងបូមមកយើងមើលខាងនេះទឹកថ្នាំនេះសារនេះវាចិត្តអស់ហើយបាន admin ចាប់ដើមដូរប្រភេទទឹកថ្នាំវានៅសល់ច្រើនយើងអាចប្រើសិនទៅកុំឲ្យខាតទឹកថ្នាំតែឥឡូវយើងដូរមកគឺអញ្ចឹងយើងមានសារ៉ានឹងទៅយោឲ្យត្រូវគ្នាជាមួយរុនហ្នឹងមកណានេះយើងដោតចូលរុនហ្នឹងទៅយើងល្ងិតមើលអត់សូវឃើញទេនឹងរុនហ្នឹងយកទៅយោហ្នឹងហើយដាក់ចូលឲ្យហាប់ណាព្រោះទៅយោឲ្យត្រូវគ្នាឲ្យហាប់មកហើយយើងបូមឥឡូវមានបូមអញ្ចឹងយើងមានកំប៉ុងសម្រាប់ដាក់ទឹកថ្នាំបោះចោលហើយកระดาษធ្រាប់กระดาษអីគីឡូវាកពុបទឹកថ្នាំចាំឲ្យប្រឡាក់បើយើងមានស្រោមដៃប្រើស្រោមដៃទៅតែអត់មានខ្ជិលប្រើណាអញ្ចឹងយើងបូមវាមកបូមពីកន្លែងហ្នឹងទៅទឹកថ្នាំវាឃើញហូរមកហើយនេះយើងបូមព្យាយាមទាញតិចមកកុំទាញខ្លាំងពេកណាបើយើងបូមទាញខ្លាំងពេកវាអាចនេះប៉ះពាល់ដល់ head វាក្បាលព្រីនយើងព្រោះក្បាលព្រីនវារៀងត្រូវថ្នមបន្តិចអញ្ចឹងយើងបូមមកហើយយើងបាញ់ចេញម្ដងទៅយើងប្រើយកกระดาษដោយសារតយោនេះវាតឹងកន្លែងជាមួយសារ៉ាងតែអានេះអត់សូវតឹងហ្មងទេអញ្ចឹងអាចមានដោះចេញមកបាញ់ទឹកថ្នាំចេញមកតែយកกระดาษធ្រាប់ខាងក្រោមទៅកុំឲ្យវាខ្ទាតឬក៏កពុបទឹកថ្នាំចូលក្នុងខាងក្នុងហ្នឹងណាយើងដាក់ធ្រាប់មកល្មមមកច្រើនតិចក៏បានអត់អីទេព្រោះនៅក្នុងហ្នឹងវាមានឈីបសម្រាប់ស្គាល់ជាមួយអាឈីបកំប៉ុងនេះអញ្ចឹងបិទវាឲ្យជិតកុំឲ្យទឹកថ្នាំហូរចូលព្រោះយើងដកចេញមកបើតយោយើងរៀងធំបន្តិចយើងស្រួលដោះនៅសារ៉ាងនេះយើងដោះកន្លែងនេះទៅកុំដោះកន្លែងនោះតែមានកន្លែងធូរជាងមានអត់ចង់ដោះឲ្យដកដោតចូលសារ៉ាងឯងហើយយើងមានសារ៉ាងធំជាងហ្នឹងក៏ល្អដែរវាងាយស្រួលមានតែអាទូចនេះឥឡូវហ្នឹងក្នុងដៃអញ្ចឹងប្រើអាទូចទៅកុំឲ្យសាំញ៉ាំទៅដោះយើងទាញចេញមកណាទាញហើយយើងបាញ់ចេញទៅយើងធ្វើដដែលអញ្ចឹងរហូតទៅអានេះទឹកថ្នាំយើងបូមនោះគឺបោះចោលហើយអញ្ចឹងយើងយកកំប៉ុងអីក៏បានអាហ្នឹងធ្វើអញ្ចឹងរហូតដល់អស់ទឹកថ្នាំយើងបូមអស់ហើយកុំបើកម៉ាស៊ីនយើងបញ្ចូលទឹកថ្នាំថ្មីយកតែម្ដងទៅ
ចឹងយើងបញ្ចូលទឹកថ្នាំខាប់ថ្មីពេញកំប៉ុងអស់ហើយអ្វីយើងត្រូវធ្វើហ្នឹងគឺយើងបូមទៀតបូមដើម្បីអីឲ្យទឹកថ្នាំថ្មីនេះវាចូលទៅយោចូលកញ្ចប់ចូលក្បាលព្រីនអីអស់តែមិនអញ្ចឹងទេវាស្ងួតក្បាលព្រីនវាយើងបើកកុំព្យូទ័របើកម៉ាស៊ីនមកវាអាចឆេះក្បាលព្រីនbởiវាអត់មានទឹកថ្នាំក្នុងហ្នឹងអញ្ចឹងយើងបូមទៀតមករហូតដល់វាមានទឹកថ្នាំចេញមកវិញពីសារ៉ាងអីចឹងណាឥឡូវទឹកថ្នាំថ្មីវារត់មកស្មើនេះមានថាវាអាចចូលក្នុងទយោចូលក្បាលព្រីនអីពេញអស់ហើយយើងដាក់កំប៉ុងយើងចូលវិញមកកំប៉ុងពួកថ្នាំកាកសំណល់ហ្នឹងយើងអាចបើកម៉ាស៊ីនបានហើយបើកម៉ាស៊ីនយើង clean ក្នុង driver វាម្ដងពីរដងអញ្ចឹងណាយើងចូលក្នុងកុំព្យូទ័រយើងយក clean head ម្ដងអីទៅហើយយើង print test មើលតែវាដាច់ទឹកថ្នាំអត់អូខេឥឡូវយើង clean ហើយយើង print test មើលក្បាល print យើងដាច់អត់ណានេះអានេះវានៅទឹកថ្នាំយើងប្រឡាក់តិចនៅជាប់កង់វាតែប្រភេទពណ៌ផ្សេងគឺអត់ដាច់ទេមានពណ៌ខ្មៅមួយដាច់បន្តិចដាច់មួយដុំអញ្ចឹងយើងកុំតន់clean វាម្ដងទៀតយើងអាច print ពណ៌ជំរឿយើង print ពណ៌សិនហើយចាំយើងតេស្តម្ដងទៀតបើសិនជាវានៅដាច់យើងអាច clean ម្ដងទៀតតែយើងកុំតន់clean ម្ដងទៀតណានេះពណ៌នេះគឺអានឹងអត់មានអីពិសេសទេយើងបង្កើត file ខ្លួនឯងដាក់ពណ៌ឲ្យច្រើនណាសំខាន់ឲ្យពណ៌ទាំងអស់វាលាយគ្នាបាន print មកចាញ់ឥឡូវយើងតេស្តក្បាល print យើងម្ដងទៀតអញ្ចឹងអាពណ៌ខ្មៅហ្នឹងវានៅដាច់កន្លែងដដែលឃើញទេយើងអាច clean មួយទៅ clean driver វាក្នុង driverឥឡូវអាពណ៌ខ្មៅហ្នឹងវាលែងដាច់ហើយតែអាពណ៌នេះវាដាច់វិញពណ៌ LC តែដាច់ហ្នឹងមានន័យថាពីមុនវាអត់ដាច់ឥឡូវវាដាច់មានន័យថាវាទឹកថ្នោតអត់ស្មើអញ្ចឹងយើងមិនបាច់ clean វាទៀតទេកុំ clean ច្រើនដងពេកកុំឲ្យ motor វាក្តៅយើងបិទម៉ាស៊ីនចោល 4-5 ម៉ោងកន្លះថ្ងៃឬក៏មួយយប់អីទៅស្អែកឡើងយើង print test ម្ដងទៀតលែងអីហើយអាហ្នឹងគឺទឹកថ្នាំវាអត់ស្មើល្អបើមិនវាជាប់ដាច់កន្លែងដដែលរហូតអាហ្នឹងអាចវាស្ទះអីតែអានេះគឺវាពីមុនអត់អីឥឡូវវាអីអានេះវាដាក់ជាប់វិញហើយអញ្ចឹងទឹកថ្នាំវារត់អត់ស្មើវានៅអត់ស្មើគ្នាយើងទុកម៉ាស៊ីនកុំតន់មូវាទៅណាយើងទុកឲ្យចោលមួយយប់អីទៅស្អែកវាលែងអីហើយអូខេអាហ្នឹងគឺការដូរទឹកថ្នាំប្រភេទទឹកថ្នាំមិនមែនថាទឹកថ្នាំរាវមកខាប់ទៅរាវវិញក៏អញ្ចឹងដែរឬក៏យើងដូរទឹកថ្នាំដដែលទេគ្រាន់ទឹកថ្នាំយើងចាស់ពេកអាចតែហួស delay យើងចង់ប្រើទឹកថ្នាំ fresh ថ្មីយើងប្រើវិធីបានដូចគ្នាអញ្ចឹងអានេះគឺការដូរប្រភេទទឹកថ្នាំដូរទឹកថ្នាំចេញអូខេ